นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมពុទ្ធัสสะជំនុំពរយើងគ្នានេះយើងចាប់ផ្ដើមនៅមូលកណីเนาะមូលកណីเนาะในទី3เนาะในទី3របស់មូលយមកៈเนาะអនុឡោមបច្ឆាយេកេចេអនុបាអនុបាទនៈអនុបាទនិយធម្មាសព្ពេតេអនុបាទនៈអនុបាទនិយមូលកាតិត្រូវเนาะពុទ្ធទៅអណាដែលជាអនុបាទនុអនុបាទនៈតលំចិត្តដែលអនុបាទនៈអនុបាទនិយមានពិតអាត្មាហាត់ខុសណាពុទ្ធទាំងអស់នោះមានមូលដែលជាអនុបាទនៈអនុបាទនិយមែនទេចប់ទៅណាចឹងយើងមកមើលតារាងเนาะចេះចឹងយើងត្រូវយល់ន័យនិស្សិតន័យនេះមានន័យថាម៉េចเนาะមូលកាเนาะមូលកាហ្នឹងគឺត្រូវការអីត្រូវការអនុបាទនៈអនុបាទនិយមូលเนาะមានក៏មានមូលណាអនុបាទនៈអនុបាទនិយហ្នឹងមានមូលเนาะមានមូលអីសួរថាមានមូលអីក៏មូលរបស់អនុបាទនៈហ្នឹងហ្នឹងណាយើងត្រូវមើលអង្គតបមើលតារាងមើលមូលរបស់អត់ទាន់បានសរសេរណាអនុបាទនៈអនុបាទនិយមូល3เนาะតែនេះត្រង់នេះយប់ហ្នឹងញោមងុយនេះណាមិនដឹងតែស្ដាប់ចូលជាប់ហ្នឹងនេះណាចិត្តចេតសិកហ្នឹងជាហេតុធ្វើឲ្យចិត្តចៈវាយោធាតុណាវាយោខ្មែរអានវាយោលោកចាស់វាយោเนาะចិត្តចៈវាយោធាតុចិត្តចៈវាយោធាតុយល់គឺអីចិត្តចៈវាយោធាតុយល់វាយោវាយើងទៅយល់សិនយំនេះវាយោនេះគឺអីវាយោគឺខ្យល់ខ្យល់ណាធាតុខ្យល់ណាធាតុខ្យល់ចៈណាចៈនេះគឺកើតចិត្តដែលកើតពីខ្យល់ចិត្តនោះគឺចិត្តមានន័យថាចិត្តហ្នឹងចិត្តចេះសឹងធ្វើឲ្យវាធ្វើឲ្យខ្យល់ហ្នឹងកើតឡើងឧទាហរណ៍ថាយើងនៅចង់ដើរចិត្តរបស់យើងណាចិត្តរបស់យើងគិតថាយើងចង់ដើរយើងដើរណាពេលណាដែលចិត្តគិតដើរហ្នឹងគិតចង់ដើរហ្នឹងឯចិត្តហ្នឹងវាធ្វើឲ្យខ្យល់ហ្នឹងធ្វើឲ្យវាយោធាតុហ្នឹងកើតឡើងវាយោធាតុហ្នឹងវាយោធាតុអីវាយោធាតុដែលនៅតាមជើងណាដែលនៅតាមជើងដើម្បីធ្វើឲ្យជើងហ្នឹងវាខ្យល់ដែលរត់ចុះឡើងតាក់ទងជាមួយជើងហ្នឹងហ្នឹងចិត្តចេតសិកធ្វើឲ្យខ្យល់ហ្នឹងកើតឡើងពេលណាខ្យល់ហ្នឹងកើតឡើងហៅថាចិត្តចៈវាយោធាតុចិត្តចៈវាយោធាតុគឺធាតុខ្យល់ដែលកើតពីចិត្តដែលគំនិតចង់ដើរเนาะហើយពេលណាដែលវាយោធាតុហ្នឹងកើតឡើងហើយវាយោធាតុហ្នឹងវាជាធ្វើឲ្យវិញ្ញាតរូបហ្នឹងកើតឡើងវិញ្ញាតរូបហ្នឹងគឺកាយវិញ្ញាណเนาะកាយវិញ្ញាណហ្នឹងកើតឡើងគឺកាយវិញ្ញាណហ្នឹងគឺអីគឺការកម្រើកដៃការកម្រើកជើងណាការកម្រើកជើងហ្នឹងក៏កើតឡើងដោយអាស្រ័យចិត្តចៈវាយោធាតុហ្នឹងហើយវិញ្ញាតរូបកើតឡើងហ្នឹងក៏ធ្វើឲ្យអរិយាបថហ្នឹងអរិយាបថគឺការដើរណាការដើរគឺការបោះជើងទៅណាបោះជើងឆ្វេងឬបោះជើងស្ដាំសម្រាប់តែណាបោះជើងទៅហ្នឹងហើយក៏ដើរទៅហ្នឹងអរិយាបថហ្នឹងហៅថា
រិយាបថដើររិយាបថដើរហ្នឹងកើតគឺថារិយាបថដើរហ្នឹងកើតមកពីអីយើងត្រូវចេះឆ្លើយថាកើតមកពីវិញ្ញាតិរូបវិញ្ញាតិរូបកើតមកពីអីវិញ្ញាតិរូបកើតមកពីចតចៈវាយោធាតុចតចៈវាយោធាតុកើតមកពីអីកើតមកពីចិត្តចេតសិកជាអ្នកបញ្ជាអញ្ចឹងណាអញ្ចឹងការដើរក៏កើតឡើងអញ្ចឹងការដើរកើតឡើងមិនមែនយើងដើរណាមិនមែនយើងគេដើរមែនណាគ្រាន់តែការធ្វើការងាររបស់ចិត្តនិងចេតសិករូបហ្នឹងណាណាចិត្តចេតសិករូបហ្នឹងធ្វើឲ្យរូបហ្នឹងដើរទៅថាគេសួរថាអញ្ចេះសួរថាអ្នកណាដើរខ្ញុំឆ្លើយតែមិនបើសួរថាអ្នកណាដើរគេសួរអញ្ចឹងអ្នកណាដើរខ្ញុំឆ្លើយថាអត់មានទេអ្នកដើរមានន័យគ្រាន់រូបដើរអ្នកដែលដើរគឺរូបដើររូបដើរมันអត់មានអ្នកណាអ្នកដែលដើរអត់មានទេណាអញ្ចឹងការពិតណាអ្នកដើរមានអ្នកអង្គុយក៏មានអ្នកឈរក៏មានអ្នកដេកក៏មានតែអីមានតែរូបដេករូបឈររូបអង្គុយរូបដើរនេះរិយាបថហ្នឹងគឺជារូបហើយកើតមកពីវិញ្ញាតរូបនេះហ្នឹងវិញ្ញាតរូបគឺការកម្រើកជើងធ្វើឲ្យកម្រើកជើងកើតឡើងការកម្រើកជើងធ្វើឲ្យរិយាបថដើរធ្វើរិយាបថដើរហ្នឹងកើតឡើងហើយកាយវិញ្ញាណហ្នឹងកើតមកពីកើតមកពីចតចៈវាយោធាតុចតចៈវាយោធាតុគេសួរថាអ្នកណាដើរមានតែរូបដើរគេសួរថានាមដើរឬរូបដើរយើងឆ្លើយយ៉ាងម៉េចយើងឆ្លើយថារូបដើរមិនមែននាមដើរណាញោមត្រូវយល់ឲ្យត្រូវណានាមដើរដោយនាមដើរអត់បានទេរូបដើរបានតែរូបដើរដោយសមត្ថភាពរបស់រូបក៏អត់បានដែរគឺរូបដើរដោយសមត្ថភាពរបស់ចិត្តចេតសិកនេះណាចិត្តចេតសិកជាអ្នកបញ្ជាតែចិត្តចេតសិកដើរដោយខ្លួនឯងអត់បានដែរព្រោះអីចិត្តចេតសិកអត់មានអរិយាបថរិយាចិត្តចេតសិកគឺมันអាចដើរដោយខ្លួនឯងបានតែរូបដើរតែរូបដើរក៏ដោយសមត្ថភាពរបស់ខ្លួនឯងក៏បានដែរត្រូវជាអាស្រ័យចិត្តចេតសិកអញ្ចឹងណាខ្ញុំមើលណាឧទាហរណ៍ណាខ្ញុំលើកមើលណាម៉ាស៊ីនដែលយើងបើកទៅក្នុងមុខហ្នឹងដូចជាឡានអញ្ចឹងសួរថាកង់ឡានឬចកុងឬទាំងឡានហ្នឹងបើកបានគឺអាស្រ័យភ្លើងយកអាស្រ័យភ្លើងដែលអាស្រ័យរូបឡានហ្នឹងធ្វើឲ្យកើតឡើងមកគឺភ្លើងហ្នឹងឧទាហរណ៍ដូចជាចិត្តចេតសិកហើយចិត្តចេតសិកហ្នឹងចរុញណាគឺភ្លើងហ្នឹងណាភ្លើងហ្នឹងចរុញឲ្យឡានហ្នឹងដើរទៅបានអញ្ចឹងណាយើងកុំឲ្យយល់ថាមានអ្នកដើរប្រុសដើរស្រីដើរកូនដើរប្រពន្ធដើរប្តីដើរឪពុកដើរម្ដាយដើរអត់មានទេអត់មានទេការពិតគឺរូបដើរអ្វីដើរគឺថារូបដើរដោយសមត្ថភាពរបស់ខ្លួនឯងឬតបអត់ទេរូបដើរដោយសមត្ថភាពរបស់ចិត្តចេតសិកហើយសួរថាចិត្តចេតសិកដើរដោយសមត្ថភាពរបស់ខ្លួនឯងបានទេអត់ទេព្រោះអីចិត្តចេតសិកអត់មានអរិយាបថចិត្តចេតសិកអត់មានអរិយាបថទេអូអត់មានអរិយាបថហ្នឹងគឺជារូបមិនមែនជានាមនៃអរិយាបថគឺជារូបមិនមែននាមទេអញ្ចឹងណាចាប់នៅកន្លែងសកានោះក្នុងអត្ថកថាលោកសួរអញ្ចឹងណាអ្នកណាដើរណាគិងខច្ចតិអ្នកណាដើរហ្នឹងណាអត់មានអ្នកដើរទេគឺមានតែរូបដើរអញ្ចឹងណានឹងយើងរៀនអភិធម្មហ្នឹងយកមើលដែលយើងរៀនអភិធម្មហ្នឹងសរុបហើយខ្លួនយើងហ្នឹងមានអីខ្លះ
ខ្លួនយើងនឹងខ្លួនយើងនឹងសួរថាជាអភិធម្មឬអត់អភិធម្មបងខ្លួនយើងនឹងមានបរមត្ថធម៌ប៉ុន្មាន3គឺចិត្តចេតសិករូប ចេតសិករូបឃើញអត់ឃើញណាហ្នឹងហើយចិត្តចេតសិករូបឃើញណាអញ្ចឹងយើងហៅថាចិត្តចេតសិករូបហៅថាខណ្ឌប្រមាណខណ្ឌ5ហ្នឹងហើយអញ្ចឹងកុំឲ្យយល់ថាយើងដើរគេដើរយើងអង្គុយគេអង្គុយយើងឈរគេឈរយើងដេកគេដេកអត់មានយើងអត់មានគេទេការពិតគឺឯងរូបដើររូបឈររូបអង្គុយអញ្ចឹងណាតែយើងយល់ខុសដោយអាស្រ័យទិដ្ឋិសញ្ញាទិដ្ឋិចាំខុសយល់ខុសការពិតគឺការដើរអរិយាបថដើរកើតឡើងគឺនេះហេតុបច្ច័យគឺអញ្ចឹងកើតមកពីចិត្តហ្នឹងចិត្តចេតសិកគិតរឿងការដើរណាចិត្តដែលគិតការដើរហ្នឹងកើតមុនហើយបានជាធ្វើឲ្យរូបចិត្តចៈវាយោធាហ្នឹងកើតឡើងធ្វើឲ្យខ្យល់នៅក្នុងខ្លួនប្រាណជាងហ្នឹងណាដែលចរុញក្នុងការដើរហ្នឹងកើតឡើងហ្មងធាតុហ្នឹងវាយោធាតុហ្នឹងកើតឡើងពេលណាវាយោធាតុហ្នឹងកើតឡើងក៏វាយោធាតុហ្នឹងធ្វើឲ្យវិញ្ញាតិរូបកើតឡើងការកម្រើកជើងណាការកម្រើកជើងការកម្រើកខ្លួនប្រាណហ្នឹងហ្នឹងហើយហៅថាកាយវិញ្ញាតិរូបណាកាយវិញ្ញាតិរូបកាយវិញ្ញាតកើតក៏ធ្វើឲ្យឥរិយាបថគឺការដើរការបោះជើងទៅកមុខអញ្ចឹងណាហើយការបោះជើងទៅកមុខបោះជើងទៅមុខដោយអាស្រ័យហេតុបច្ច័យអញ្ចឹងហេតុអាស្រ័យហេតុបច្ច័យអញ្ចឹងចិត្តចេតសិកធ្វើឲ្យចិត្តវិយោធាតុកើតឡើងវិញ្ញាតិរូបកើតឡើងឥរិយាបថដើរឬរត់ហ្នឹងណាការធ្វើការងាររបស់គេគឺអញ្ចឹងគេធ្វើអញ្ចឹងតែយើងអត់ដឹងទេណាការពិតយើងអត់ដឹងយើងដឹងតែយើងដើរគេដើរយើងអង្គុយគេអង្គុយគឺមានតែយើងមានតែគេហ្មងការពិតមានយើងមានគេណាគឺរូបហ្នឹងមានតែរូបនិងនាមហ្នឹងបើសិនជាយោមិនជឿថាมันមានយើងខ្ញុំសួរថាខ្លួនដូចជាខ្ញុំឡាយយើងសួរថាកន្លែងណាហៅថាខ្ញុំឡាយខ្ញុំសាកមើលកន្លែងណាត្រង់ណាអត់មានខ្ញុំរមើលអត់មានទេរមើលត្រង់ណាឡាយอยู่ត្រង់ណានៅត្រង់ណារមើលបើយើងចាប់ដៃក៏នេះដៃមករៀមណានេះហើយមកកន្លែងមានតែឈ្មោះទាំងអស់ឃើញអត់ចាប់ជើងក៏ជើងណាចាប់ខ្លួនក៏គឺខ្លួនក៏មិនមែនឡាយដែរជើងក៏មិនមែនជើងឡាយដែរហើយគេសួរថាហើយបើសិនជាអត់មានយើងមានគេហើយថាសួរថាហើយសរុបហើយមានអីគឺទាំងអស់ហ្នឹងគឺអីរូបថាអត់មានឡាយអត់មានឡាយមានគេមានអីចឹងសួរថាហើយចឹងគឺអីហ្នឹងគឺដែលឈរនៅក្នុងមុខហ្នឹងគឺអីហ្នឹងចិត្តចេតសិករូបអត់ទេនិយាយត្រូវគឺរូបនិងនាមរូបនាមយើងនិយាយកាត់ទៅគឺមានតែរូបនាមប៉ុណ្ណឹងទេមានតែនាមរូបប៉ុណ្ណឹងរូបនាមមានតែនាមរូបនាមញ្ចៈរូបបញ្ចៈណានាមញ្ចៈរូបបញ្ចៈយើងយល់ខុសទៅចាំខុសថាយើងគេយើងហើយយល់ខុសដោយការរឹងមាំមែនណាមិនមែនយល់ខុសមិនមែនយល់ខុសធម្មតាណាយល់ខុសហើយវាជាប់ចឹងមែនណាយើងដូចជាយើងឃើញដូចអំឡាយនេះឃើញកូនដើរមកក៏កូនយើងឃើញណាកូនអញមិនមែនឃើញថាជានាមរូបឯណាឃើញតែកូនអញណែឃើញអត់ហើយពេលណាដែលអ្នកដតីដើរមកក៏កូនគេមិនមែនកូនអញទេកូនគេឃើញអត់ពេលណាដែលមានថាកូនអញមកគឺតណ្ហាក្នុងកូនមានណាមានការកើតតណ្ហាគឺស្រឡាញ់អីចឹងណាប្រពន្ធអញប្តីអញចឹងឃើញអាហ្នឹងយើងអត់មើលឃើញការពិតទេណាការពិតគឺអី
ដែលដើរហ្នឹងគឺនាមរូបមានតែនាមរូបប៉ុណ្ណឹងទេតែយើងយល់ខុសយល់ខុស ណា ចាំខុសយល់ខុសចាំខុសសរុបហើយគឺអនុបាទិនៈអនុបាទិនយៈមូលមានប៉ុន្មានមាន3បងអនុ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 បាទិនណាអនុបាទិនៈអនុ ទីនេះ អនុបាទិណាអនុបាទិនយៈមូល3ណា3គឺអីគឺ អលោភៈ អលោភៈអលោភៈ ទោសៈ ទុក អលោភៈអតោសៈ មោហៈ រៀនអភិធម្មនេះគឺធ្វើឲ្យយើងយល់ត្រូវគឺយើងយល់ត្រូវចាំត្រូវนั่นណាគឺការកើតបញ្ញាហ្នឹងបញ្ញាគឺការយល់ត្រូវចាំត្រូវអត់យល់ខុសចាំខុសទេ បងអង្គគ្រូកណាឆ្ងល់ដេកលក់សោះប្រែខ្លួននឹងវាឡើងវិថីចិត្តមែនបានប្រែខ្លួននឹងកើតបង ត្រូវហើយ ក៏មកវាំងសោះតែខ្លួនបាន អត់ទេអីពេលណាយើងដេកយើងមិនដេកលក់លក់ដូចលក់មិនអីមិនយល់សពគេមិនដេកលក់ភ្លឹងមិនដេកភវាំងកចិត្តនឹងកើតរហូតទេណាវាមានការផ្លាស់ប្ដូរគ្នាភវាំងកើតមកសតុះទៅក៏អស់វិថីចិត្តកើតទៀតដែរអញ្ចឹងណា កណា មិនបើសិនជាយើងដេកមានតែភវាំងកើតរហូតបានហ្នឹងគឺល្អណាគឺមានន័យថាមានសេចក្តីសុខណាពេលណាក្រោកពីដេកដែលមានតែភវាំងរហូតអញ្ចឹងខ្ញុំក្រោកឡើងមកមានន័យថាគឺវាធ្វើឲ្យស្រួលខ្លួនស្រួលប្រាណហ្មងស្រួលប្រាណហ្នឹងគឺស្រួលហ្មងគឺការលក់បែបអត់លក់បែបអត់យល់សព ព្រះអរហន្តអញ្ចឹងមែនបង ព្រះអរហន្តលោកអញ្ចឹងមែន ព្រះអរហន្តនេះលោកអត់មានការយល់សពទេព្រះអរហន្តហ្នឹងបានជាលោកសឹងរបស់លោកគឺជាការល្អមកគឺជាធ្វើឲ្យខ្លួនប្រាណគឺស្រួលរបស់លោកហ្មងព្រោះអីមកពីអត់មានកិលេសឯការយល់សពមកពីកិលេសខ្ញុំកិលេសមានកិលេស បើសិនជាមានកិលេសត្រូវជាមានយល់សពបើសិនជាមានកិលេសទេអត់យល់សពទេអ្នកដែលយល់សពហ្នឹងគឺអ្នកមានកិលេសហ្នឹងណាក្នុងអត្ថកថាលោកប្រាប់ថាពុទ្ធជន4ណាពុអីពុទ្ធជនណាពុថុចស្អីមិនថុច ដល់សចអញ្ចឹងបងដល់សចអញ្ចឹងតែវត្តទៅលើដូចតំោយតំដីដូចសចដល់សច ថមានសច អត់មានចុចក្រោមទេលោកចាបាក់ក្រោមស្មើ ដល់សចអញ្ចឹងបង វត្តលើយើងត្រូវប៉ុន្តែបាក់ក្រោមស្មើ បត់នេះ កណា តែវត្តដូចមកស្មីកណា ពុទ្ធជន ថុចចូលជើងចូលអញ្ចឹងហ៎គួរចេញក្រៅបន្តិចមកលោកចា គួរចេញក្រៅ អញ្ចឹងហ៎ កណា ពុទ្ធជន ណោភាសាណោបង
ทธជនណាពុទ្ធជន4ណាពុទ្ធជន4ផលសេខបុគ្គល3ផលចឹងមែនអត់ផល កណាផលសិក្ខា ផលសេ ផលសេខ អត់កណា ប្រវត្តិ កណាថាវិញ ផលសេខបុគ្គល3 3 កណាអូសិក្ខាបុគ្គលបាទណា សព តែគ្រូស្អាតណាស់ ហ៎ សពចាស់ស្អាតណាស់ម្ចាស់ អូអញ្ចឹងស្អាតក៏ចប់ហើយ តកណាក៏បីកវៀនដូច ទៅនិមទៅបានសរសេរផងយូរសរសេរមកទឹកម្ដងសរសេរតិចតួចបានសរសេរអញ្ចឹងណាពុទ្ធជន4និងផលសេខាបុគ្គល3ហ្នឹងជាអ្នកយល់សពគេអ្នកយល់សពព្រោះអីព្រោះមានកិលេសមានគេថាមានវិបលាសវិបលាសវិបលាស ណា វបលាសវបលាស កណាវបលា វបលាសវបលាសនៅព្រោះនៅសល់មានវបលាសណា វបលាកលេស វបលាសមានវបលាសមានប៉ុន្មានវបលាស កណាមាន4ទៀតវបលាស់12លោកម្ចាស់ទៀត វបលាសមាន4មាន4ខ្ញុំមាន4ហើយចាបច្ចេញទៅបានจะមាននឹងបានវបលាសវបលាសហៅវបលាសវិបលាសវិបលាសវិបលាសថៃគេប្រើវិបលាសវបលាសណាវបលាសៈបាលីគឺវិបលាសៈ វិបលាសៈ វិបលាសៈមានន័យថាវិបលាសៈគឺអីមានន័យថាមនុស្សប្រែថាម៉េចខ្មែរប្រែថាម៉េច ការផ្ទុយទៀតវបលាស់ការគិតផ្ទុយទៀតគិតផ្ទុយ ឃើញផ្ទុយយល់ផ្ទុយអញ្ចឹង ណា ខ្លាតเคลื่อนសរសៃគឺខ្លាតเคลื่อนគឺយល់ផ្ទុយគិតផ្ទុយគឺផ្ទុយពីការពិតណាមិនផ្ទុយពីអីណាមិនណាគឺផ្ទុយពីការពិតណា ណា ផ្ទុយពីការពិតហៅថាវបលាសเนาะវិបលាសเนาะវិបលាសเนาะវិបលាសគឺផ្ទុយពីការពិតនឹងមានចំពោះពុទ្ធជននឹងមានហើយផលសិក្ខាក៏នៅសល់មានដែរផលសិក្ខាបុគ្គល3នឹងជាអ្នកយល់សពណានេះគឺថាអ្នកយល់សពមានប៉ុន្មានអ្នកយល់សពហ្នឹង លោកម្ចាស់គ្រូយុទ្ធនាឆ្ងល់ទេវតាអត់ចេះដេកឯមែនលោកម្ចាស់បានអត់យល់សព អត់និយាយយ៉ាងអត់បានទេពេលណាដែលនិយាយរឿងការយល់សពណានិយាយពេលណាដែលនិយាយរឿងការវិថីថៃហ្នឹងថាទេវតាអត់យល់សពមួយដែរ មិនទៅយកអញ្ចឹងមិនទៅដាក់អញ្ចឹង ហ្នឹងអី គ្រូបង្រៀនគ្រូបង្រៀនគេដាក់អញ្ចឹងហ៎ មើលមានទេវតាមាន នរៈ ហើយព្រះអរហន្តអត់យល់សពម្ចាស់ និយាយអញ្ចឹងអត់ត្រូវនិយមក្នុងអត្តកថាលោកអត់ប្រើភូមិទេណាកុំពេលណាដែលនិយាយរឿងការសុបិនវិថីណាពេលណាដែលនិយាយរឿងសុបិនវិថីហ្នឹងកុំឲ្យសុបិនវិថីចិត្តហ្នឹងកុំឲ្យយកភូមិមកតាក់ទងអត់បានទេព្រោះអីបុកក្នុងអត្តកថាលោកប្រើថាបុគ្គលជាអ្នកយល់សពមិនមែនភូមិជាអ្នកយល់សពទេបុគ្គលមិនមែនភូមិទេ អញ្ចឹងមិនបានប្រាប់តានរៈទេវតា ខ្ញុំគិតមើលគិតតាការពិតមើលដែរមែន ការពិតមើលសួរថាបុគ្គលជាអ្នកយល់សពឬភូមិយល់សព បុគ្គល បុគ្គល ហើយបុគ្គលពេលណាយើងនិយាយបុគ្គលហើយយកភូមិមកតាក់ទងធ្វើអី ប
มันកណាថាទេវតាជាសពអត់វាសព យកភូមិមកច្បោកច្បល់ធ្វើអី ព្រះរហន្តក៏មានក្នុងទេវតាយាយ ហ៎ មនុស្សមាន អញ្ចឹងហ៎អញ្ចឹង គេដាក់បុគ្គលមានព្រះរហន្ត គឺពេលណាដែលនិយាយរឿងការសុបិនវិថីណាសុបិនវិថីគេអត់យកភូមិមកតាក់ទងណាដូចទៅណា និរោធសមាបត្តិបុគ្គលក៏ដូចគ្នានិរោធសមាបត្តិណានិរោធសមាបត្តិហ្នឹងនិរោធសមាបត្តិហ្នឹងគឺបុគ្គលជាអ្នកចូលនិរោធសមាបត្តិមិនមែនភូមិចូលទេ កណា អនាគា មិន មី ភូមិចូលទេចឹងក្នុងគម្ពីរយមកៈពេលណាដែលនិយាយពេលណាដែលនិយាយរឿងបុគ្គលនិយាយតាក់ទងរឿងបុគ្គលបានជាព្រះអង្គសម្ដែងនិរោធសមាបត្តិបុគ្គលតែពេលណាដែលនិយាយរឿងបុគ្គលហ្នឹងនៅក្នុងភូមិហ្នឹងបុគ្គលហ្នឹងនៅក្នុងភូមិហ្នឹងមានភូមិមកតាក់ទងផងព្រះអង្គអត់សម្ដែងនិរោធសមាបត្តិបុគ្គលទេណាអត់មានការសម្ដែងទេណាអញ្ចឹងនិរោធសមាបត្តិបុគ្គលអ្នកដែលចូលនិរោធសួរថាភូមិឬបុគ្គលទៅឆ្លើយថាបុគ្គលហើយសុបិនវិថីអ្នកដែលសុបិនវិថីគឺអីគឺបុគ្គលមិនមែនភូមិទេកុំឲ្យយកភូមិមកតាក់ទងបើយកភូមិមកតាក់ទងនោះវាអត់មានការខុសពីក្នុងអត្ថកថាលោកប្រាប់នេះក្នុងកថាលោកប្រាប់ថាបុគ្គលដែលជាអ្នកសុបិនគឺពុទ្ធជន4និងផលសិក្ខាបុគ្គល3 កណា បើយើងទៅយកសត្វនរកហ្នឹងការនិយាយហ្នឹងគឺនិយាយយកភូមិមកតាក់ទងហ្នឹងណាហើយទៅមើលថាដេកទៅយកការដេកហ្នឹងមកភូមិណាដែលមានការដេកភូមិណាដែលមានការដេកយ៉ាងហ្នឹងយើងយកតรงហ្នឹងមកអធិប្បាយគឺខុសណាព្រោះអីក្នុងអត្ថកថាលោកសួរថាមានសំណួរសួរថាសុបិនវិថីគឺការយល់សពនឹងសួរថាយល់សពក្នុងពេលដេកលក់ឬក្នុងពេលភ្ញាក់ ពេលដេកលក់ ខ្ញុំគិតមើលសួរថាគេលោកសួរថាពេលដេកលក់យល់សពឬពេលភ្ញាក់យល់សព ពេលដេកលក់បង ញាក់ទៀន ខ្ញុំស្ដាប់ណាក្នុងកថាលោកប្រាប់ថាបើសិនជាដេកលក់យល់សពគឺខុសក្នុងអភិធម្មបើសិនជាភ្ញាក់យល់សពគឺខុសក្នុងវិន័យ ក្នុងវិន័យ3ដកក្នុងប្រសូត ពណ៌ទាំងពីរហ្នឹង ហ្នឹងលោកឆ្លើយអញ្ចឹងណាបើសិនជាយើងខ្ញុំស្ដាប់មើលណាអភិធម្មនេះយកអភិធម្មនេះណាបើសិនជាដេកលក់យល់សពខ្ញុំគិតមើលដេកលក់សួរថាដេកលក់ហ្នឹងចិត្តយ៉ាងម៉េច ធ្វើវាង ភវង្គចិត្តហើយភវង្គចិត្តហ្នឹងសួរថាភវង្គចិត្តហ្នឹងជាវិថីចិត្តឬជាវិថីមុតចិត្ត ថៃមុត វិថីមុតចិត្តហើយมันខុសទេអញ្ចឹង កណា ហើយគាត់ពេលភវង្គចិត្តកើតឡើងហ្នឹងមានអ្វីជាអារម្មណ៍ មានអតីត មានអតីតអារម្មណ៍ជាអារម្មណ៍ តែតា មិនពេលហ្នឹងជាអារម្មណ៍មែនទេណាមិនមែនមានអារម្មណ៍ជាបច្ចុប្បន្នពេលហ្នឹងអត់បានទេណា តែតា វាអត់ដេកហ្នឹងបានយល់សព អញ្ចឹងពេលណាបើយើងឆ្លើយថាដេកយល់សពនឹងខុសក្នុងអភិធម្មទេណាព្រោះអីភវង្គមានវិថីចិត្តណាភវង្គកើតវិថីចិត្តមិនកើត អត់ទេ ហើយបើសិនជាឆ្លើយថាភ្ញាក់យល់សពក៏ខុសទៀតដែរខុសអីខុសវិន័យ ខុសក្នុង ក្នុងខុសវិន័យខុសយ៉ាងម៉េចខុសសួរថាខុសយ៉ាងម៉េចខុសយ៉ាងម៉េចខុសយ៉ាងម៉េចភ្ញាក់យល់សពខុសយ៉ាងម៉េចគឺក្នុងវិន័យនេះញោមណាពេលណាដែលពេលណាដែលយល់សពពេលណាដែលយល់សពនោះมันអាចប្រាប់អាបត្តិបានទេណា ឧទាហរណ៍ថាយើងយល់សពថាហូបបាយណា
ហូបបាយយល់សពណាយល់សពថាខ្លួនឯងនេះកំពុងហូបបាយហើយសួរថាប្រាប់អាបត្តិបានអត់ បានទេ បានមិនកើតព្រោះអីប្រងសំដែងថាអាបត្តិហ្នឹងមិនប្រាប់អាបត្តិនៅពេលដែលយល់សពភិក្ខុយល់សពត្រូវអាបត្តិអត់បាននេះណា អត់បានអត់មាន ណា អញ្ចឹងបើយើងនិយាយថាយល់សពគឺពេលភ្ញាក់ហ្នឹងខុសវិន័យខុសខាងវិន័យมันអាចប្រាប់អាបត្តិនៅពេលដែលយល់សពបានទេឧទាហរណ៍ដូចជាឧទាហរណ៍ថាអាត្មានេះណាអាត្មាដែលយល់សពថាអាត្មានេះទៅចាប់មនុស្សស្រីឧទាហរណ៍ណាយល់សពថាខ្លួនអាត្មាទៅចាប់មនុស្សស្រីម្នាក់ហើយអញ្ចឹងអាត្មាក៏ត្រូវអាបត្តិដែរណាប្រាប់អាបត្តិថាលោកនេះត្រូវអាបត្តិដែរទៅចាប់មនុស្សស្រីមិនកើត ចឹងព្រះអង្គសំណួរបត់ហ្នឹងត្រូវណាត់ថេមែន ហ្នឹងហើយនេះគឺមកពីអត់អានអត្តកថាញោមបើទៅអានអត្តកថាទៅអានដីកាដែលលោកបញ្យលហ្នឹងអូសុបិនវិថីកុំឲ្យយកភូមិមកតាក់តងព្រោះឲ្យភូមិមិនមែនជាអ្នកយល់សពទេបុគ្គលជាអ្នកយល់សពកុំឲ្យយកទេវតាអត់យល់សពនរោអត់យល់សពហើយអញ្ចឹងហើយអញ្ចឹងលោកកថាលោកប្រាប់ថាអ្នកដែលយល់សពគឺពុទ្ធជន4និងផលសិក្ខា3ហើយទេវតាសួរថាទេវតាហ្នឹងទេវតាអីដែលថាទេវតាយល់សពទេវតាអីពុទ្ធជនឬញ៉េសំមានអីចឹងពុទ្ធជនអត់យល់សពនេះនឹងខុសពីក្នុងកថាលោកប្រាប់ហ្នឹងក្នុងអត្តកថាលោកប្រាប់ថាឈ្មោះថាពុទ្ធជនត្រូវជាអ្នកយល់សពពុទ្ធជនមួយណាយល់សពអត់មានទេប្រាប់មើលពុទ្ធជនមួយណាដែលអត់យល់សពហើយផលសិក្ខាបុគ្គលមកអង្គណាដែលអត់យល់សពមើលនេះមកពីយើងអត់យល់អត្តកថាខ្ញុំអត់អានអត្តកថាអញ្ចឹងអត់បានទេណាអញ្ចឹងយើងចាំទុកណាខ្ញុំចាំទុកណាសុបិនវិថីអត់យកភូមិមកតាក់ទងទេណានិរោធសមាបត្តិនិរោធសមាបត្តិក៏ដូចគ្នាក៏អត់យកភូមិមកតាក់ទងទេបុគ្គលជាអ្នកចូលនិរោធសមាបត្តិបុគ្គលជាអ្នកសុបិនមិនមែនភូមិសុបិនទេមិនមែនភូមិចូលនិរោធសមាបត្តិទេហ្នឹងកណាអូនេះមកពីចឹងអត់យល់រឿងគម្ពីរយមកៈបានច្បាស់លាស់ណាចឹងសំណួរបត់ហ្នឹងចូលណាត់ថេមែនទេមែនណាត់ទេក្នុងកថាលោកក៏ក្នុងអត្តកថាលោកក៏ប្រាប់ថាហើយសុបិនវិថីហ្នឹងកើតនៅពេលណាលោកនិយាយប្រាប់ថាកើតក្នុងពេលដែលកំពុងលក់ហើយនឹងកំពុងភ្ញាក់វាភ្ជាប់គ្នាឯលក់នឹងភ្ញាក់ដែលវាភ្ជាប់គ្នាត្រង់ហ្នឹងណាឯលក់នឹងភ្ញាក់ដែលជាប់គ្នាណាភ្ញាក់លក់ភ្ញាក់ណាត្រង់ហ្នឹងចន្លោះដែលភ្ញាក់នឹងលក់អីឡើងមកភ្ញាក់ឡើងភ្ញាក់ឡើងមកណាលក់ភ្ញាក់ឯលក់ហ្នឹងគឺភវាំងតែភ្ញាក់ហ្នឹងគឺចិត្តធម្មតាតែមិនមែនចិត្តធម្មតាទេគឺហើយក៏មិនមែនលក់ដែរហើយក៏មិនមែនភ្ញាក់ដែរគឺនៅគាត់ចន្លោះហ្នឹងគឺថាចន្លោះហ្នឹងចន្លោះត្រង់ហ្នឹងចន្លោះត្រង់ដែលលុបហ្នឹងចន្លោះត្រង់ហ្នឹងហើយហៅថាសុបិនវិថីហើយលោកលើកឧទាហរណ៍ថាដូចជាស្វាពេលវាដេកស្វាដេកវាដេកនឹងភ្ញាក់វាលឿនណាស្វាពេលវាដេកណាសត្វស្វាណាពេលវាដេកពេលនៅវាដេកនឹងភ្ញាក់ណាវាលឿនវាផ្លាស់ប្ដូរគ្នាលឿនណាផ្លាស់ប្ដូរពេលនឹងលឿនណាហ្នឹងហើយសុបិនវិថីក៏កើតត្រង់ហ្នឹងយើងនិយាយមិនបានទេថាសុបិននៅក្នុងពេលលក់អត់បានទេខុសសុបិនក្នុងពេលភ្ញាក់ហ្នឹងក៏ខុសដែរលោកថាចន្លោះត្រង់ហ្នឹងគឺចន្លោះត្រង់រវាងនឹងលក់នឹងភ្ញាក់ត្រង់ហ្នឹងចន្លោះត្រង់ហ្នឹងហ្នឹងហៅថាសុបិនវិថីកើតនៅត្រង់ហ្នឹងគឺសរុបហើយគឺអីមិនមែនភ្ញាក់ហើយក៏មិនមែនលក់អញ្ចឹង
ចឹងបងសុចិត្តត្រៃខ្ញុំកណាហ្នឹងគឺថាព្រះអង្គស៊ីទាំងអស់ លក់ខ្លះមិនលក់ខ្លះលោកម្ចាស់ អត់ កន្ ទេ លែង ម តំ ក ណឹង មក ច្រ ម ឡោះ កពី យឺន ច្រឡោះ ច្រឡោះ ខ្ញុំ ពេល ចាំ ហ្នឹង ទុកណាក្នុងអត្តកថាលោកប្រាំអញ្ចឹងណាយើងចាំខុសកន្លែងរបស់លោកអត់បានខ្ញុំធ្វើឲ្យយល់ខុសហើយចាំខុសហ្នឹង យល់ហើយព្រះអង្គ មិនមែនលក់ហើយក៏មិនមែនភ្ញាក់ វានៅច្រឡោះហ្នឹង យូរច្រឡោះត្រង់ហ្នឹងវាកើតត្រង់ហ្នឹងវាលឿនណាលឿនខ្ញុំចិត្តលឿនណាមិនយឺតដូចជាយើងគិតចឹងមែនណាលឿនណាលឿនណាខ្ញុំច្រឡោះត្រង់ហ្នឹងហើយបានហៅថាវិថីចិត្តហ្នឹងហើយអីសុបិនហ្នឹងហើយសុបិនហ្នឹង ប៉ុន្តែមានពេលខ្លះក៏មិនរាប់នាទីណាយូ ហើយ រ ក៏ចិត្តលឿនណាខ្ញុំចិត្តលឿនណាមិនមានអត់មានអ្វីលឿនជាងចិត្តទេចិត្តការរលត់ហ្នឹងគឺមានន័យថាលឿនណាខ្ញុំគិតមើលព្រះសម្មាសម្ពុទ្ធណាព្រះអង្គមិនអាចលើកឧទាហរណ៍អ្វីដែលកើតក្នុងពិភពលោកយើងហ្នឹងណាដែលមានកើតឡើងយកមកប្រៀបធៀបក្នុងការលឿនជាមួយចិត្តណាការកើតការរលត់លឿនរបស់ចិត្តនឹងយកមកប្រៀបធៀបដូចចេះដូចចោះអត់បានហ្មងណាគឺលើកអ្វីមកក៏ដោយគឺយឺតទាំងអស់ គឺណា លឿនណាខ្ញុំលឿនណាចិត្តនឹងកើតរលត់លឿនណាមិនអាចខ្ញុំគិតមើលគ្រាន់តែនេះគ្រាន់តែតាមហ្នឹង ផ្ទាត់រៀមដៃព្រះអង្គ ផ្ទាត់ម្រាមដៃម្ដងក៏ប៉ុណ្ណឹងគឺមិនសែនកោតដួងសែនកោតខណៈខ្ញុំគិតមើលសែនកោតខណៈខ្ញុំគិតមើលលឿនណាលឿនដូចជាគឺមិនអាចយកអ្វីមកប្រៀបធៀបឲ្យឃើញណា គឺនឹង តែជាយល់រឿងហ្នឹងខ្ញុំចាំតាមអត្តកថាលោកប្រាប់ទៅកុំឲ្យយល់ខុសចាំខុសចឹងកុំឲ្យយកនរកមកសត្វនរកមិនយល់សពទេវតាមិនយល់សពមិនបានជាទៅគិតអញ្ចឹង ប៉ុណ្ណា បើសិនជាគេនិយាយគេសួរគេឆ្លើយថានរកមិនយល់សពអញ្ចឹងសួរថាសរុបហើយយើងត្រូវទៅសួរថាសរុបហើយគឺការយល់សពនោះបុគ្គលឬភូមិសួរអញ្ចឹងបុគ្គលឬភូមិ លោកម្ចាស់អញ្ចឹងបាយភូមិហ្នឹងបាយភូមិយើងហៅទុគតិអហេតុកៈបុគ្គលហ្នឹងគឺយល់សពដែរអញ្ចឹងគឺទាំងអស់ហ្នឹងគឺនេះក៏បុគ្គលនេះចាំនេះលោកប្រាប់ថាពុទ្ធជន4ពុទ្ធជនទាំង4ពុទ្ធជននៅឯណាក៏ដោយមិនដឹងថាពុទ្ធនៅណាក៏ដោយក៏មានហេតុបច្ច័យក៏យល់សពបាន បើដែរគេគោយល់សព ហើយគេ លឺពុទ្ធជន4ផលសិក្ខាបុគ្គល3 ហើយគេសួរថាឆ្កែយល់សពអត់ ហើយយល់សព ពុទ្ធជនវាឆ្កែវាពុទ្ធជនឬមិនពុទ្ធជន ពុទ្ធជនបង ឆ្មាឆ្កែកដោគោមន់ទាយល់សពបានទាំងអស់តែយើងគ្រាន់តែយើងមិនអាចនិយាយជាមួយវាបានណាបើសិនជាវានិយាយប្រាប់យើងបានក៏ហ្នឹងទៅចាំទៅយកចាំរឿង2ណោះវិថីចិត្តសុបិនវិថីចិត្តណោះយល់សពណោះយល់សពមួយនិងនិរោធសមាបត្តិមួយណោះយល់សពគឺបុគ្គលចូលនិរោធក៏បុគ្គលក្នុងគម្ពីរយមកៈយមដងមើលក្នុងគម្ពីរយមកៈណាពេលណាដែលព្រះអង្គសម្ដែងរឿងបុគ្គលនិងភូមិរួមគ្នាណោះពុកឡោកាសៈហ្នឹងមែនទេណាពុកឡោកាសៈពុកឡោកាសៈហ្នឹងគឺមានន័យថាអត់មាននិរោធសមាបត្តិបុគ្គលអត់មានទេព្រះអង្គអត់សម្ដែងមកអត់សម្ដែងមកព្រោះអីពុកឡោកាសៈហ្នឹងគឺបុគ្គលនិងភូមិរួមគ្នា
សួរជាមួយគ្នាម្ដងហើយយកអ្វីជាប្រធានគឺភូមិជាប្រធានព្រោះឯភូមិហ្នឹងគឺទៀងទាត់ដោយខណ្ឌទៀងទាត់ដោយអាយតនៈទៀងទាត់ដោយធាតុមិនថាបច្ចុប្បន្នទេមិនថាអតីតទេមិនថាអនាគតទេគឺភូមិក្នុងភូមិហ្នឹងមានប៉ុណ្ណឹងអត់មានការផ្លាស់ប្ដូរបានទេតែបើសិនជាបុគ្គលវិញក្នុងបច្ចុប្បន្នមានខណ្ឌប៉ុណ្ណឹងតែអតីតមានខណ្ឌផ្សេងអនាគតមានខណ្ឌផ្សេងអញ្ចឹងណាបច្ចុប្បន្នមានអាយតនៈប៉ុណ្ណឹងតែអតីតមានផ្សេងមានច្រើនជាងនឹងទៀតអញ្ចឹងណាអនាគតក៏អាចจะមានច្រើនឬមានតិចឬអត់មានក៏បានអញ្ចឹងណាបុគ្គលអត់ទៀងឬបុគ្គលខណ្ឌក៏អត់ទៀងអាយតនៈធាតុសច្ចៈក៏អត់ទៀងតែបើសិនជាភូមិទៀងមកបញ្ញវោការភូមិមានខណ្ឌ5មានន័យថាបញ្ញវោការភូមិនេះมันអាចបដូរបានជាខណ្ឌ4ខណ្ឌ3ក្នុងបច្ចុប្បន្នមាន5អតីតមាន4អនាគតមាន3អត់បានទេណាគឺបច្ចុប្បន្នក៏មាន5អនាគតក៏មាន5អតីតក៏មាន5អញ្ចឹងហើយបានហៅថាបញ្ញវោការភូមិទៀងទាត់អញ្ចឹងមកតែបុគ្គលទៀងទាត់ទេណាអ្នកសួរថាឧទាហរណ៍នេះអសញ្ញសត្តបុគ្គលសួរថាអសញ្ញសត្តបុគ្គលហ្នឹងមានខណ្ឌប្រមាណខណ្ឌ1ខណ្ឌ1ហ្នឹងកាលណាបច្ចុប្បន្នឃើញអត់ខណ្ឌ1ហ្នឹងកាលបច្ចុប្បន្នហើយបើសិនជាអតីតកាលវិញអតីតកាលខណ្ឌ5ឃើញអត់មានខណ្ឌ5អនាគតកាលមានខណ្ឌណាខណ្ឌ5ឃើញអត់ឃើញខុសគ្នាអត់បច្ចុប្បន្នមាន1អតីតមាន5អនាគតមាន5ឃើញអត់ឃើញខុសគ្នាអត់តែបើសិនជាសួរថាអសញ្ញសត្តភូមិវិញអសញ្ញសត្តភូមិបច្ចុប្បន្នភូមិបច្ចុប្បន្នមានខណ្ឌណារូបខណ្ឌបច្ចុប្បន្នអសញ្ញសត្តភូមិបច្ចុប្បន្នមានរូបខណ្ឌ1ហើយអតីតកាលមានខណ្ឌណាអតីតកាលខណ្ឌ5មកពីឃើញអត់នេះអតីតកាលខណ្ឌ5នៅចិត្តហ្នឹងបដៃហ្នឹងខណ្ឌ1អតីតទៅគាត់ស្លាប់ហើយអសញ្ញសត្តភូមិញោមអសញ្ញសត្តភូមិបច្ចុប្បន្នក៏មានខណ្ឌ1អតីតក៏មានខណ្ឌ1អនាគតក៏មានខណ្ឌ1ឃើញទៀងទាត់ឃើញអត់ភូមិកណាច្រឡំមកបុគ្គលទៀងទាត់តែបុគ្គលអត់ទៀងទាត់ទេចឹងហើយបានជាបុគ្គលោកាសៈហ្នឹងព្រះអង្គបានជាយកភូមិជាប្រធានភូមិទៀងទាត់ណាយកភូមិជាប្រធានអញ្ចឹងគឺពេលណាដែលយកភូមិជាប្រធានអញ្ចឹងនិរោធសមាបត្តិមិនមែនភូមិជាប្រធានទេតែបុគ្គលជាប្រធានអញ្ចឹងពេលណានិរោធសមាបត្តិអត់យកអត់សំដែងក្នុងវិរៈហ្នឹងទេអត់សំដែងបានទេលោកចាស់និរោធឲ្យដូចគ្នាសុបិនវិថីដូចគ្នាសុបិននិរោធបាត់វាអសញ្ញរូបភូមិ4ហើយរំចាស់គ្រូកណាឆ្ងល់វិថីហ្នឹងលោកដាក់ថាអញ្ចេះបានកណាឆ្ងល់សួរថាទេវតាអត់ដេកទេបានគេអត់មាននៅក្នុងហ្នឹងអញ្ចឹងគេដាក់ថាកើតចំពោះបុគ្គលដែលដេកលក់មិនសុបប៉ុណ្ណោះបុគ្គលដែលដេកលក់សុបឬភ្ញាក់ប្រក្រតីធម្មតារមែងមិនយល់សុបិនទេកើតដល់បុគ្គល7ពួកគឺពុទ្ធជន4ផលសិក្ខាបុគ្គល3កើតបានក្នុងភូមិ4គេដាក់ចឹងណាគឺមនុស្ស1អបាយ3វានិរិយភូមិសុបិនវិថីនេះជាការនាំយកវិថីរបស់សុទ្ធៈមនោទ្វារវិថីមកសម្ដែងតាមវិរៈនោះឯងមិនមានអ្វីថ្មីឬអ្វីពិសេសឡើយទៅបានសុបិនវិថីដូច្នេះអញ្ចឹងចាចាំបានកណាឆ្ងល់មិនបានដាក់ទេវតាមកអញ្ចឹងទេវតាអត់យល់សពមែនហើយនឹងនិរិយភូមិហ្នឹងគឺពេលណាដែលនិយាយរឿងហ្នឹងកុំឲ្យយកភូមិមកតាក់ទងយកភូមិមកតាក់ទង
bây giờ phùm một tiện tồn hay nó còn khi ta việc bậc cây nghe chọc á កណា bậc cây nghe chọc về rô rương ca chọc bên bàn này việcมีการchọc về nó thời tiết nó chẳng cứขนมอนุโลมปชาคือไอ้คือองทอไอ้ขนมอนุโลมปชาทอไอ้ nó làm bạch ขน chan มอนุโลมปชาทอไอ้ វិឆា ขนมอนุโลมปชาคือองทอคล้าคือนี่เนาะนี่เปลี่ยน ណាប់ពៀន นี่เนาะโลกุตระเจตนะ có trạ ไอ้ như นั่น chết sạch หมูมันไอ้อนุปาตินเนี่ยอนุปาตินเนี่ยจะได้จะรู้ออสมาเจียทอนังออสเจียองทอนังออส ọt tề ยกดื่มยกสรุปไปยกดื่มยก អត់យកទេទៀត ให้เอาไว้ให้ไว้มันจะยก វាជារូប អាន វា ហ្នឹង ជារូបចិត្តតែជារូបវាកើតក្នុងចិត្តតែជារូប មិញអនុឡោមឥឡូវនេះបរិឡោម สรุปให้ไหมเนี่ยสรุปให้คือยกดื่มมันยกตอนนี้ยกมันยก យោ យកជារូបកើត អត់យកទេ ยก មើលអស់សិន มาเพลทยกมาเพลทอัดโยก ចេះថា มาเพลทโยกมาเพลทโยกก็มา ថា เชื่อ អត់យក เชื่อ ចាស់ការចាប់ការវាមិនដែរ นี่องทออนุปาตินเนี่ยอนุปาเตียนิยะทอนี่คือนี่ អូយោ អត់យក นี่เนาะองทอนี่คือองทอนี่คืออย่างนี้เนาะนี่นะ អនុឡោម จังอันนี้เนี่ยโยกเนี่ยนะตัวเนี่ยจะอดโยกเนี่ยนะโยกอันบานนี่ปรูไอ้สู้ทหารไว้มันจะอดโยกตอนนี้สู้หารไว้มันจะโยกปรูมันแมน មិនជាមូល มันแมนมันแมนมันแม មិន น មែ ไอ้ នជាអង្គអនុបាតនុអនុបាទានិយបទអូកណាប្របាអានកណាចេះអាន นี่นะอันนี้ยังเป็นเปลี่ยนยังอ่านเวียนสตอยังเราจะอ่านยืดให้อ่านยึกมันแม้นถ้าจูบเอาไว้ได้เชียร์ทั่วเอาหลุมบ้าคือยังชบคือไม่ได้ทำมันอายได้ตัวมุกบานนี่นะเนี่ยได้เกิดเนี่ยได้เมียนกลุ่มนั้นจังคือมันอายคือถ้ามันอายทั่วเอาครูนไอเจ๊เจียงนังบานนี่เพราะยังเกิดเวียนหลุมบ้า អត់មាន บ้าท้ายคือไม่ได้ทาการขัดข้อมคือชบหมองเพราะยังเกิดเวียนหลุมบ้า អានអ វា ត់ លំ ច្បា បា ស់ កយើងពេលណាដែលយើងជួបពាក្យដែលអត់ច្បាស់ជួបពាក្យដែលមិនស្ទាត់យើងត្រូវចាអានយឺតយឺតយឺត កើត យឺតយូរទៅវាក៏លឿនដែរខ្ញុំគិតមកដូចជាអីឧទាហរណ៍ដូចអីឧទាហរណ៍ដូចជាយើងរៀនជិះកង់ដំបងមិនក៏យឺតយឺតយូរទៅក៏ធ្វើស្ទាត់បានទៅលឿនបានឃើញអត់ហ្នឹងហើយ ดังนั้นก็โดยอย่างตัวយើងត្រូវจะอ่านថាអនុបាទិនៈអនុបាទិនិយៈធរអញ្ចឹងអនុបាទិនុអនុបាទិនៈអនុបាទិនិយៈចិត្តដែលជ្រុំហ្នឹងគឺមិនមែនជាធររបស់អនុបាទិនតិនៈអនុបាទិនិយៈធរទេមិនមែនទេព្រោះអីអនុបាទិនៈអនុបាទិនិយៈធរគឺហ្នឹង rồi cóប៉ុណ្ណឹង chất 8:36និព្វានអញ្ចឹងណាយកតែប៉ុណ្្នឹងទេ ហើយសួរថាទាំងអស់ហ្នឹងមានមូលអត់មានអនុបាទិនៈតែអនុបាទិនិយៈមូលអត់មានឬអត់មានឬមាន មាន ចេញឆ្លើយថាម៉េចមានឬមិនមានឆ្លើយថាមានក៏មានមិនមានក៏មាននិព្វានមានអត់និព្វានមានមូលអត់ ọt អត់ 8:33មានមូលអត់ miền អនុបាទិនុអនុបាទិនៈអនុបាទិនិយៈមូល3មានមូលអត់ miền មាននេះយកឃើញណាអញ្ចឹងគឺមានន័យថាម៉េចមានន័យថានិព្វានជាអង្គធម៌មួយបទនេះគឺអង្គធម៌ពីរបទគឺអី 8:36 ហ្នឹងមានមូល
មានមូលមានឧបាទិនឧបាទិនិយមូលមានเนาะតែនិព្វានអត់មានទេណាព្រោះហេតុអ្វីបានជានិព្វានអត់មានព្រោះនិព្វានជាធម៌ដែលអត់មានការកើតឡើងគឺមានអត់មានឧបាទៈថៃតិភង្គៈអត់មានទេតែជាធម៌ដែលមានណាធម៌មានពិតតែមានការកើតឡើងណាអញ្ចឹងនិព្វាននឹងគេសួរថានិព្វានហ្នឹងជានិព្វានជាមួយនឹងចិត្តចេតសិកជាមួយនឹងរូបហ្នឹងសួរថាជាសម្បយុទ្ធធម៌ឬជាវិបយុទ្ធធម៌ វិបយុទ្ធ និព្វាននឹងចិត្តចេតសិកជាសម្បយុទ្ធធម៌នឹងជាវិបយុទ្ធធម៌ វបយុទ្ធបងវបយុទ្ធ យើងចាំទុកเนาะនិព្វាននឹងចិត្តចេតសិកមិនមែនវិបយុទ្ធហើយនឹងមិនមែនសម្បយុទ្ធមិនមែនទាំងពីរមិនមែនទាំងពីរហេតុអ្វីមកទៀតមិនមែនទាំងពីរព្រោះអីអត់មានការកើតឡើងគិតមើលអត់មានការកើតឡើងហើយនិយាយប្រាប់ថាម៉េចក៏សម្បយុទ្ធមែនអត់គឺប្រកបជាមួយគ្នាប្រកបមិនបើមានការកើតឡើងផងហ្នឹងហើយសួរថាហើយมันប្រកបជាមួយគ្នាមិនក៏មិនអាចនិយាយប្រាប់ថាมันប្រកបបានដែរព្រោះអីគាត់មានការកើតឡើងអត់មានការកើតឡើងយើងនិយាយរបស់ដែលអត់មានការកើតឡើងហ្នឹងការមានមែនតែអត់មានការកើតឡើងហើយទៅសម្បយុទ្ធហើយជាមួយវិបយុទ្ធមិនកើតកណាទេកណាគាត់ទុកហើយនិព្វានវិបយុទ្ធក៏អត់មែនគឺមានន័យថានិព្វានហ្នឹងมันសម្បយុទ្ធហើយនឹងมันវិបយុទ្ធជាមួយចិត្តចេតសិករូបมันមិនវិបជាមួយនឹងចិត្តចេតសិករូបហ្នឹងណាចិត្តចេតសិករូបមិនវិបជាមួយនឹងនិព្វានអញ្ចឹងណាចាំទុកណាចាំទុកណាគេសួរថាហេតុអ្វីបានជាមិនវិបព្រោះมันមានការកើតឡើងអ្វីដែលมันមានការកើតឡើងយើងនិយាយថាវាយ៉ាងម៉េចយើងសាកនិយាយហ្នឹងសម្បយុទ្ធដែលប្រកបជាមួយព្រោះมันមានការមិនទេអ្វីដែលมันមានការកើតឡើងណាហើយយើងនិយាយថាវាយ៉ាងម៉េចវានឹងវាចេះវាចុះវាចុះវាចេះវាអញ្ចឹងនិយាយបានអត់បានផងនឹងមិនបានយកនិយាយបានទេហ្នឹងនិព្វានក៏អញ្ចឹងដូចគ្នាតែនិព្វាននេះជាធម៌ដែលមានពិតណាមិនមែនថាអត់មានទេណាធម៌ដែលមានពិតតែអត់មានការកើតឡើងនិព្វានជាអីជាកាលវិមុតតិសួរថានិព្វានជាបច្ចុប្បន្នកាលឬជាអតីតកាលឬជាអនាគតកាលកាលវិមុតវាអត់មានកាលទាំង3ហ្នឹងទេគឺផុតគឺកាលទាំង3មកចាប់បាននេះផុតពីកាលទាំង3ណាផុតពីកាលទាំង3ហៅថាបច្ចុប្បន្នក៏អត់បានហៅថាអតីតក៏អត់បានហៅថាអនាគតក៏បានហេតុអ្វីព្រោះអត់មានការកើតឡើងអ្វីដែលអត់មានការកើតឡើងជាបច្ចុប្បន្ននិយាយបានអត់យើងនិយាយបានអត់ហ្នឹងហើយអត់បានទេអញ្ចឹងណានិព្វានជាកាលវិមុតជាខន្ធវិមុតជាសង្ខារវិមុតនិព្វានណានិព្វានណាកាលវិមុតខន្ធវិមុតសង្ខារវិមុតកត់ទុកមើលកាលវិមុតខន្ធវិមុតសង្ខារវិមុតញោមរៀនខន្ធយមកៈឲ្យទៅជាយល់ទេណាឬរៀនហើយអត់យល់និព្វានជាវិមុតប្រមាណនិព្វាននៅក្នុងខន្ធយមកៈលោកសម្ដែងនិព្វានមានជាវិមុត3ណាគឺខន្ធវិមុតសង្ខារវិមុតហើយនិងកាលវិមុតមានន័យថានិព្វានជាខន្ធវិមុតគឺមានន័យថានិព្វានមិនមែនខន្ធ5ទេណាផុតពីខន្ធ5ក្នុងខន្ធ5អត់យកនិព្វានទេណាព្រះអង្គសម្ដែងរឿងខន្ធ5អត់យកនិព្វានទេណាដកនិព្វានចេញនេះទី1ទី2និព្វានជាកាលជាសង្ខារវិមុត
ព្រោះអីនិព្វានហេតុវាបញ្ជាសង្ខារមុតប្រែថាម៉េចប្រែថាអត់មានការកើតរលត់អត់មានការកើតរលត់ឬយើងប្រែមួយយ៉ាងទៀតប្រែថាអត់មានការអីតែងតាក់តែងអត់មានការតាក់តែងអត់មានការចាត់ចែងមានន័យថាបច្ច័យអ្វីដែលចាត់ចែងធ្វើឲ្យនិព្វានកើតឡើងអត់មានទេនឹងហៅលោកហៅថាអីសង្ខារវិមុតគឺផុតពីការកើតរលត់ផុតពីការតាក់តែងផុតពីការចាត់ចែងយ៉ាងណាអត់មានទេเนาะហើយទៅទៀតអីនិព្វានគឺជាកាលវិមុតមានន័យថាម៉េចនិព្វានកាលវិមុតមានន័យថានិព្វាននេះព្រះអង្គអត់នាំទៅសម្ដែងក្នុងប្រវត្តិកាលទេណាខណ្ឌយមកៈព្រះអង្គសម្ដែង3វិរៈមែនអត់មហាវិរៈ3មែនអត់គេសួរថាខណ្ឌយមកៈនេះសួរថាអ្នកឯងរៀនខណ្ឌយមកៈរៀនរឿងអីរៀនយ៉ាងម៉េចរៀនរឿងអីគេសួរអញ្ចឹងយើងឆ្លើយមែនយើងត្រូវចាំទុកនោះខណ្ឌយមកៈរៀនរឿងអីយើងប្រាប់គេទៅថាខណ្ឌយមកៈរៀន3រឿងគឺ1បណ្ណតិវិរៈរឿងបណ្ណតិទី2រៀនប្រវត្តិវិរៈទី3រៀនបរិញ្ញាវិរៈបរិញ្ញាឬបរិញ្ញាបរិញ្ញាវិរៈនេះរៀន3រឿងតែប៉ុណ្្នឹងទេណាហើយរៀនតែ3រឿងប៉ុណ្្នឹងទេយើងរៀនចប់ទៅហើយគេសួរថាខណ្ឌយមកៈរៀនរឿងអីយើងគិតថាអូវាច្រើនមិននិយាយទៅប្រាប់វាថាម៉េចប្រាប់វាថាម៉េចវាច្រើនវិញប្រាប់វាថាម៉េចហ្នឹង3វិរៈធំយើងប្រាប់តូននោះចាំតូននោះរៀនតែ3រឿងប៉ុណ្ណឹងទេគឺអីរឿងបណ្ណតិវិរៈរឿងប្រវត្តិវិរៈរឿងបរិញ្ញាវិរៈរៀនតែ3រឿងប៉ុណ្ណឹងហ្នឹងអញ្ចឹងគេហើយបើសិនគេចាំសួរថា3រឿងហ្នឹងរឿងទី1វាយ៉ាងម៉េចអាហ្នឹងក៏និយាយប្រាប់គេបន្តិចទៅរឿងទី1គឺរឿងអីប្រវត្តិអីបណ្ណតិវិរៈរៀនរឿងអីណាបណ្ណតិវិរៈរៀនរឿងអីបណ្ណតិវិរៈមានដូចឃើញដែររៀនចប់ហើយលេខទៀតរៀនចប់អស់ហើយនេះវាចប់ហើយណានិយាយអំពីខណ្ឌ5ហ្មងមានញោមស្ដាប់ខ្ញុំស្ដាប់អាត្មាខ្ញុំឃើញការបង្រៀនរបស់គ្រូឃើញវាខុសគ្នាអត់ការបញ្យល់ការណែនាំនៅនេះណាកូនសិស្សនៅនេះគេឆ្លាតដែរគេមានការប្រៀបធៀបគេរៀនរឿងខណ្ឌយមកៈជាមួយគ្រូផ្សេងហើយមករៀនជាមួយអាត្មាហើយគេប្រៀបធៀបអ្នកដែលចេះមានពេទ្យមានអីហ្នឹងគាត់មករៀនណាគាត់ទៅសាកប្រឡងជាមួយគ្រូផ្សេងនៅក្នុងពេលអធិប្បាយរឿងហ្នឹងណាហើយពេលណាមកស្ដាប់អាត្មាណាគាត់ប្រាប់ថាអត់ទៅរកអ្នកណាទៀតហើយគាត់ថាអត់ទៅរកអ្នកណាទៀតហើយគឺបើសិនជាយើងពិចារណាតាមសេចក្តីពិតណាតាមបញ្ញារបស់យើងណាយើងจะឃើញការខុសគ្នាហ្មងហ្នឹងអត់ទេហើយរកមានแล้วតែវិរៈមានបណ្ណតិហ្នឹងគឺខ្ញុំចាំពាក្យបណ្ណតិហ្នឹងគឺបញ្ញត្តិហ្នឹងគឺអីគឺឈ្មោះណាឈ្មោះគឺបញ្ញត្តិគឺតែងតាំងណាតែងតាំងឬឈ្មោះគឺរៀនអីរៀនរឿងបញ្ញត្តិរបស់ខណ្ឌ5ហ្នឹងហើយ
មានន័យថាព្រះអង្គសម្ដែងឈ្មោះថានេះរូបខណ្ឌព្រះអង្គសម្ដែងហៅឈ្មោះហ្នឹងគឺអ្នកណាជាអ្នកឲ្យឈ្មោះហ្នឹងគឺព្រះអង្គណាបាលីគឺរូបខណ្ឌធោមែនអត់ចាណា រូបខណ្ឌធោវេទនាខណ្ឌធោសញ្ញាខណ្ឌធោណាសង្ខារខណ្ឌធោវិញ្ញាណខណ្ឌធោហ្នឹងបាលីហ្នឹងឈ្មោះហ្នឹងគឺព្រះអង្គជាអ្នកដាក់ហ្មងហ្នឹងណាគឺឲ្យដឹងឈ្មោះហើយដឹងឈ្មោះហើយដល់ឲ្យទៀតឲ្យដឹងឈ្មោះឲ្យយល់រឿងអង្គធរឈ្មោះហ្នឹងអង្គធរយ៉ាងម៉េចឈ្មោះហ្នឹងអង្គធរយ៉ាងម៉េចឈ្មោះហ្នឹងអង្គធរយ៉ាងម៉េចព្រះអង្គប្រាប់ទាំងអស់ណាតើបានប៉ុណ្្នឹងសិនបានអញ្ចឹងចប់ហើយឧបាទិនអ្នកទេកៈយើងចប់ហើយរៀនរឿងនេះទៅយករឿងខណ្ឌ5មកបញ្យល់ចប់ហើយចឹងរៀនដល់តាមសិនចឹងអញ្ចឹងនេះគឺមួយបទខ្ញុំណាត្រង់នេះណាមួយបទណាហើយត្រង់នេះពីរបទណាពីរបទអង្គធរអីពីរបទអង្គធរអីលោកុត្តរ78ទេសាស្ត្រ36ណាហើយអញ្ចឹងនិព្វាននេះគឺអង្គធរមួយបទអញ្ចឹងសំដែងអង្គធរមួយណាមុនមួយបទមុនណាមួយបទមុនណាណាមួយបទមុនណាអញ្ចឹងមួយបទមុននេះយើងត្រូវទៅចាំបាលីយើងណាបាលីណាបាលីមួយបទមុនគឺអីលោកហៅថាអីហៅថាអហេតុកម្មណាអហេតុកម្មណាព្រោះអីធម៌ហ្នឹងអត់មានជាអហេតុកៈគឺអត់មានហេតុអត់មានហេតុមកកើតជាមួយកើតរួមយ៉ាងអត់មានទេណាគឺអត់មានហេតុទៅឲ្យកើតឡើងយ៉ាងអត់មានទេណាយំឆ្ងល់មានពិតតែមានការកើតឡើងយើងហៅមិនគេហៅបានយ៉ាងម៉េចគឺមានតែអត់មានការកើតឡើងបើសិនជាឆ្ងល់រឿងហ្នឹងក្នុងអត្ថកថាលោកមានបញ្យលប្រៀបធៀបខ្ញុំហើយសួរយើងសួរថាសួរយើងណាសួរថានិព្វានមានមែនសួរថានៅឯណាខ្ញុំឆ្លើយថាម៉េចនៅឯណាព្រោះសួរនិព្វានមានមែនសួរថានៅណាកន្លែងណាអត់មានទេហើយនិព្វានរូបរាងយ៉ាងម៉េចព្រះអង្គគ្រូឲ្យកណាសូមខមាទោសព្រះអង្គបើមានសំណួរសួរថាព្រះអង្គគ្រូបានពាល់និព្វាននៅបើតែចម្លើយឆ្លើយថាម៉េចព្រះអង្គបើសិនជាភិក្ខុសួរទៅលើភិក្ខុបើឆ្លើយត្រូវឧត្តរមនុស្សធម៌មិនអីយ៉ាងម៉េចព្រះអង្គតើកណាសំណួរនេះទៅសំគួរនឹងសួរអត់ព្រះអង្គគឺសួរថាម៉េចសួរថាព្រះអង្គបានពាល់និព្វានហើយនៅព្រះអង្គសំណួរសួរប៉ុណ្ណឹងយើងឆ្លើយថាបើសិនជាហើយ5បើសិនជាពាល់អីពាល់ឬមិនពាល់កណាពាល់មែនណាពាល់កណាពាល់ហ្នឹងគឺមានតែមិនពាល់ហ្នឹងគឺដល់បានដល់និព្វានបានដល់បាទកណាគឺបើសិនជាយើងបានដល់យើងក៏ប្រាប់ទៅបើសិនជាអត់បានដល់ក៏ប្រាប់ថាអត់នៅទេនៅទេហើយសួរថាមកទៀតនិព្វានរូបរាងយ៉ាងម៉េចយើងឆ្លើយថាអត់មានទេហើយនិព្វានពណ៌អីអត់មានពណ៌អត់មានទេមានរូបរាងអត់មានកន្លែងពណ៌មានរូបរាងមានកន្លែងនៅហើយមានកន្លែងកើតក៏មានដែរណាតែបើសិនជាអត់មានអញ្ចឹងហើយមិនបានជាដឹងថាមានដឹងតាមព្រះអង្គសម្ដែងយើងដឹងគឺយើងដឹងតាមការរៀនពួកយើងណាពួកយើងដឹងតាមការរៀនតែអ្នកដែលដឹងមានអត់មានហេតុអ្វីបានជាដឹងព្រោះព្រះសម្មាសម្ពុទ្ធលោកអត់ដែលកុហកសត្វលោកទេមែនអញ្ចឹងទេសួរថាហេតុអ្វីបានជាដឹងហេតុមកពីបុគ្គលហ្នឹងចម្រើនមគ្គចិត្តឲ្យកើតឡើង
ណាមគ្គញ្ញាណណាគេថាមគ្គញ្ញាណមែនអត់គឺធ្វើឲ្យមគ្គញ្ញាណកើតឡើងបានបុគ្គលហ្នឹងគឺដឹងហ្មងដឹងថានិព្វានមានដឹងហ្មងមគ្គញ្ញាណណាយល់មគ្គញ្ញាណយល់ណា មគ្គញ្ញាណគឺអី បញ្ញាញាណបញ្ញា មែនទេមគ្គញ្ញាណមានថាបញ្ញានៅក្នុងបញ្ញាដែលនៅក្នុងមគ្គចិត្តបញ្ញាដែលកើតក្នុងមគ្គចិត្តមានអ្នកណាធ្វើឲ្យមគ្គញ្ញាណកើតឡើងបានអ្នកហ្នឹងបានជាដឹងថានិព្វានមានពិតចឹងណាដែលពួកយើងហ្នឹងដឹងតាមពីព្រះអង្គសម្ដែងយើងដឹងតាមពីការស្ដាប់ហើយសួរទៀតថាហើយលោកមានឧបមាណាលោកមានឧបមាថាដូចជាឧទាហរណ៍ថាគេសួរថាខ្យល់មានអត់មានព្រះអង្គមានខ្យល់មានហើយសួរថាខ្យល់ហ្នឹងនៅឯណានៅគ្រប់ទីកន្លែងអត់មានទីកន្លែងខ្យល់មានគ្រប់ទីកន្លែងហ្មងណាប្រាប់មើលចុះអល់មើលអីចិត្តខ្លួនញោមនោះមានអត់មានហើយមានហើយវាពណ៌អីមិនដឹងពណ៌អីនេះចោលអត់មានពណ៌បើសិនជាវាមានគ្រប់ទីកន្លែងយើងទៅយើងដឹងជាប្រាប់បានគឺមិនកន្លែងមានអីកន្លែងខ្យល់កើតឡើងកន្លែងខ្យល់នៅឯណាហ្នឹងប្រាប់ថាត្រូវចោលអត់បានទេប្រាប់ថាមិនដឹងគឺកន្លែងណាទេតែមានយើងប្រាប់ថាគ្រប់ទីកន្លែងអត់បានទេយំហើយកន្លែងខ្លះគេថាមិនយកមានខ្យល់អញ្ចឹងគេយំធ្លាប់ឮអញ្ចឹងអត់ធ្លាប់ឮគេនិយាយអញ្ចឹងអត់ធ្លាប់ឮអត់ធ្លាប់លោកចាស់ធ្លាប់នៅពេលដែលក្តៅខ្លះដូចជាមិនយើងមានខ្យល់បើយើងបើសិនជាយើងនិយាយថាខ្យល់មានគ្រប់ទីកន្លែងហើយអីកន្លែងហ្នឹងគេនិយាយក៏គេកុហកអញ្ចឹងបុគ្គណាយល់ថាវាយោមហាភូតរូប4វានៅមហាភូតរូប4វានៅគ្រប់ទីកន្លែងបងសូម្បីតែដែកតាន់ក៏មានវាដែរដែកតាន់រឹងអត់ទេសួរថាយើងថាមានគ្រប់ទីកន្លែងហើយអញ្ចឹងមហាភូតរូប4មានគ្រប់ទីកន្លែងហើយសួរថាអីបើអួចអីចន្លោះបើអួចយើងហ្នឹងណាចន្លោះទ្វារនេះសួរថាមានអីមហាភូតរូប4មានអត់ចន្លោះបើអួចអាកាសនិយាយចឹងអត់បានខ្ញុំនិយាយចឹងអត់ត្រូវទេណាក៏បើនិយាយចឹងគឺខ្យល់មានមែនតែសួរថានៅកន្លែងណាយើងថាអត់មានកន្លែងនៅទេបើសិនជាមានកន្លែងនៅទេហើយដឹងយ៉ាងម៉េចបានជាថាមានខ្យល់មានហេតុបច្ច័យគ្រប់ក៏មានការមកប៉ះយើងបានមានហេតុបច្ច័យណាមានហេតុបច្ច័យក៏កើតឡើងមកប៉ះយើងបានអញ្ចឹងហើយសួរថាខ្យល់ពណ៌អីក៏អត់មានពណ៌ដែរអញ្ចឹងណាអត់មានទេណានិព្វានក៏ដូចគ្នាយោនឹងក្នុងអត្ថកថាលោកពយល់អញ្ចឹងណាកុំឲ្យវាយគេមានគ្រប់ទីកន្លែងចប់ហើយអញ្ចឹងក៏ហើយអីកន្លែងចេះយំនៅកន្លែងក្នុងឡានយោមពេលណាបិទទ្វារបិទអស់អត់កុំឲ្យបើកម៉ាស៊ីននេះកន្លែងក្នុងឡានយោមមានខ្យល់អត់បិទអស់មានអត់អត់មានលោកចាស់អត់មានហប់ញោមឡាយរៀនមកហ្នឹងតាមារៀនមកដូចជាយើងខុសគ្នាតិចនេះណាគ្រូខុសគ្នាណាទៅទៀតណាគឺនេះណាអហេតុកាំងហើយពីរបត់វិញជាអីជាសេហេតុកាំងណាមួយបត់មានន័យថាម៉េចមួយបត់គឺមានការបដិសេធទេណាពីបត់អត់មានការបដិសេធទេណា
ណាចឹងជាវិភាំងដោយត្រង់ណាចឹងយើងសម្ដែងមួយនោះចាប់តាមសម្ដែងណាតើណា1 2 3 មូលវេរៈ4ឧបាទនៈតិកៈ 3អនុបាទនៈអនុបាទទានិយបទមូលកណីមូលយមកៈអនុឡោមបច្ឆាយេកេចេអនុបាទនៈអនុបាទទានិយធម្មាសាពេតេអនុបាទនៈអនុបាទទានិយមូលកតេពួកធម៌ទាំងអស់ណាដែលជាអនុបាទនៈអនុបាទទានិយមានពិតពួកធម៌ទាំងអស់នោះមានមូលដែលជាអនុបាទនៈអនុបាទទានិយមែនទេវិសាចនីអហេតុកាំងអនុបាទនៈអនុបាទទានិយ៉ាងអ្នកអនុបាទនៈអនុបាទទានិយមូលកម្មសហេតុកាំងអនុបាទនៈអនុបាទទានិយ៉ាងអនុបាទនៈអនុបាទទានិយមូលកម្មអនុបាទនៈអនុបាទទានិយដែលជាអហេតុកៈមិនមានមូលដែលជាអនុបាទនៈអនុបាទទានិយអនុបាទនៈអនុបាទទានិយដែលជាសហេតុកៈមានមូលដែលជាអនុបាទនៈអនុបាទទានិយសម្ដែងអង្គធម៌និងការបំបែកកោតថសៈក្នុងអនុឡោមបច្ឆាយេកេចេអនុបាទនៈអនុបាទទានិយធម្មាជាសន្និដ្ឋានបទសពេតេអនុបាទនៈអនុបាទទានិយមូលកាជាសន្និដ្ឋានបទអង្គធម៌របស់សន្និដ្ឋានបទបានដល់និព្វាននិងលោកតរចិត្ត8ចេតសិក36អង្គធម៌របស់សង្ឃយបទបានដល់អង្គធម៌ពួកក្រោយប៉ុណ្ណោះដូច្នេះសំណួរបទនេះជាបរិបណបញ្ហាសួរថាពួកធម៌ទាំងអស់ណាដែលជាអនុបាទនៈអនុបាទទានិយមានពិតពួកធម៌ទាំងអស់នោះមានមូលដែលជាអនុបាទនៈអនុបាទទានិយមែនទេព្រះអង្គពេលទ្រង់សម្ដែងដោយការលើកយកនិព្វានដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែមួយបទឡើងមកក្នុងបរិមៈកោតសៈមានការបដិសេធសង្ឃយបទសំដូចព្រះតម្រាស់ថាអហេតុកាំងអនុបាទនៈអនុបាទទានិយ៉ាងអ្នកអនុបាទនៈអនុបាទទានិយមូលកម្មហើយទ្រង់លើកយកលោកតរ3ចេតសិក36ដែលជាអង្គធម៌របស់សន្និដ្ឋានបទផងសង្ឃយបទផងទាំងពីរឡើងមកទុកក្នុងបរិមៈបច្ចៈកោតសៈគ្មានការបដិសេធសង្ឃយបទសំដូចព្រះសម្រាប់ថាសហេតុកាំងអនុបាទនៈអនុបាទទានិយ៉ាងអនុបាទនៈអនុបាទទានិយមូលកម្មបទសច្ចនាក្នុងអនុឡោមបច្ឆានេះជាសរុបទស្សនវិសច្ចនាដែលមានវិភាំងដោយត្រង់
ត្រង់នេះណាដែលជានេះណាដែលជាអង្គធររបស់សន្និដ្ឋានបទនិងសង្ឃសយបទបានទាំងពីរនេះអត់មានពាក្យថាផងមែនទេញោមណាអានេះពាក្យថាផងហ្នឹងគឺប្រែវិសាចនីណាតែបំបែកកោតថាសាអត់មានទេណាត្រូវជាតាមនេះណាដែលជាអង្គធររបស់សន្និដ្ឋានបទនិងសង្ឃសយបទបានទាំងពីរអញ្ចឹងណាញោមគៀតាមថាផងអត់ត្រូវទេណាកណាដាក់ផងលុបផងចោលព្រោះនេះបំបែកកោតថាសាអត់មានទេណាអញ្ចឹងយល់ហើយណាត្រង់នេះណាគឺយើងដឹងនិព្វានហ្នឹងជាអហេតុកម្មណាចាំទៅណានិព្វានគឺជាអហេតុកម្មលោកុត្តរៈ78 36ជាសហេតុកម្មណាចឹងណាចាំទុកណាទៅទៀតបតិឡមបច្ឆាណាយេវាបណៈអនុបាទិនៈអនុបាទានយៈមូលកាសព្ពេតេធម្មានុបាទិនៈឧបាទានយៈឧបាទានយាតិម្យ៉ាងទៀតពុទ្ធណាមានមូលដែលជាអនុបាទិនៈអនុបាទានយៈមានពិតពុទ្ធទាំងអស់នោះជាអនុបាទិនៈអនុបាទានយៈមែនទេនេះណាចាំមើលណាសន្និដ្ឋានបទត្រូវការអីសន្និដ្ឋានបទត្រូវការអីត្រូវការមូលសន្និដ្ឋានបទត្រូវការធម៌ដែលមានណាមានអនុបាទនៈដែលមានមូលមានមូលណាមានមូលណាមានមូលគឺអីខ្លះយកមើលមិនមានមូលអីណាមានមូលមានអនុបាទិនឧបាទានយៈមូលណាគឺអីគឺលោកុត្តរៈ78ទៀតលោកុត្តរៈ78ហើយទីអនុបាទនៈចេតសិក36ហើយអនុបាទិនៈអនុបាទានយៈចិត្តចរូបនេះក៏មានដែរនេះមានហ្នឹងមានយ៉ាងម៉េចចិត្តចរូបហ្នឹងមានមិនគឺកើតឡើងមានន័យថាមិនមែនកើតដោយខ្លួនឯងបានទេមែនទេណារូបហ្នឹងកើតឡើងដោយអាស្រ័យដោយអាស្រ័យមូលរបស់អនុបាទិនៈមូលហ្នឹងឯងធ្វើឲ្យកើតឡើងអញ្ចឹងហៅថាមានដូចគ្នាមានមូលเนาะមានហ្នឹងមានប្រកបនិងមានឲ្យធ្វើឲ្យកើតឡើងនេះដូចជា8 38ហើយ36 8 36ហ្នឹងគឺអីមានធ្វើឲ្យកើតឡើងផងប្រកបផងសម្បយុទ្ធហៅថាសម្បយុទ្ធเนาะសម្បយុទ្ធផងเนาะហើយបើសិនជារូបវិញគឺអីមានធ្វើឲ្យកើតឡើងតែមិនសម្បយុទ្ធជាវិបយុទ្ធព្រោះជារូបเนาะរូបនឹងនាមជាវិបយុទ្ធជាមួយគ្នាเนาะវិបយុទ្ធចិត្តចេតសិកជាសម្បយុទ្ធចិត្តចេតសិកនិងរូបជាវិបយុទ្ធរូបនិងចិត្តចេតសិកជាវិបយុទ្ធជាធម៌ដែលជាវិបយុទ្ធគឺមិនប្រកបជាមួយគ្នាណាតែកើតព្រមគ្នាបានអាស្រ័យចិត្តចេតសិកកើតឡើងដោយអាស្រ័យចិត្តចេតសិករូបគឺមានន័យថាมันអាចកើតដោយខ្លួនឯងបានទេណាកណារូបអាស្រ័យកើតឡើងដោយចិត្តចេតសិកមានន័យថាពាក្យហ្នឹងគឺមានន័យថាសំដៅយកចិត្តជារូបណាទៅទៀតគឺសួរថាទាំង3បន្ទាត់ហ្នឹងជាអនុបាទិនៈអនុបាទានយៈធម៌មែនអត់មែន8និង33ហ្នឹងជាអីជាអនុបាទិនៈមូល3ជាអត់មូល3ជាហើយអនុបាទិនៈបាទានយៈចិត្តចរូបជាអត់អនុបាទិនៈអនុបាទានយៈចិត្តចរូបជាអត់ទេព្រោះអីអនុបាទិនៈបាទានយៈធម៌ហ្នឹងគឺអង្គធម៌តែប៉ុណ្ណឹងទេ8 36និព្វានក្រៅពីហ្នឹងគឺមែនទេអញ្ចឹងណាយល់ហើយណាអញ្ចឹងគឺចិត្តចរូបនេះគឺអង្គធម៌មួយបទក៏មានមួយបទសំដែងមុនណាហ្នឹងអញ្ចឹងត្រង់នេះយើងចាំទុកនេះតែចាំទុកបាលីណាវិសាចនីថាម៉េចណាអនុបាទិនុអនុបាទិនៈអនុបាទានយៈសមុដ្ឋានังរូបាំងឃើញไหมគេសមុដ្ឋានังរូបាំងកើតពីចិត្តចេតសិកហ្នឹងកើតពីមូលមានមូលធ្វើឲ្យកើតឡើងតែ
តែមិនមែនជាអនុបាទិនអ្នកអនុបាទិនយៈមូលធម៌ទេមែនទេតែបើសិនជាខាងលើនេះវិញជាមែនអត់ កណាយល់ណាត្រង់យល់ណាតែប៉ុណ្្នឹងណា កណា កន្លែងណាមិនយល់ក៏ឈប់បន្តិចណាចាំទុកណាចាំ1 2 3សម្ដែងណាយល់ណា បដិឡោមកបច្ឆាយេវិបណ្ណៈអនុបាទិនៈអនុបាទិនិយៈមូលកាសัพពេតេធម្មាអនុបាទិនៈអនុបាទិនិយតេម្យ៉ាងទៀតពួកធរណាមានមូលដែលជាអនុបាទិនៈអនុបាទិនិយៈមានពិតពួកធរទាំងអស់នោះជាអនុបាទិនៈអនុបាទិនិយៈមែនទេវិសាចនីអនុបាទិនៈអនុបាទិនិយៈសមុដ្ឋានំរូបាំអនុបាទិនៈអនុបាទិនិយៈមូលកាំងៈអនុបាទិនៈអនុបាទិនិយ៉ាងអនុបាទិនៈអនុបាទិនិយ៉ាងអនុបាទិនៈអនុបាទិនិយៈមូលកញ្ចេវៈអនុបាទិនៈអនុបាទិនិយៈយញ្ចៈរូបដែលមានអនុបាទិនៈអនុបាទិនិយៈជាសមុដ្ឋានមានមូលដែលជាអនុបាទិនៈអនុបាទិនិយៈតែមិនមែនជាអនុបាទិនៈអនុបាទិនិយៈអនុបាទិនៈអនុបាទិនិយៈមានមូលដែលជាអនុបាទិនៈអនុបាទិនិយៈផងជាអនុបាទិនៈអនុបាទិនិយៈផងសម្ដែងអង្គធម៌និងការបំបែកកោតថាសៈក្នុងបដិឡោមបច្ឆាយេវិបណ្ណៈអនុបាទិនៈអនុបាទិនិយៈមូលកាជាសន្និដ្ឋានបទសព្វេតេធម្មាអនុបាទិនៈអនុបាទិនិយៈជាសង្ឃយបទអង្គធម៌របស់សន្និដ្ឋានបទបានដល់អនុបាទិនៈអនុបាទិនិយៈចិត្តជារូបដែលកើតឡើងតែក្នុងបញ្ចវោការភូមិនិងលោកតរចិត្ត8ចេតសិក36អង្គធម៌របស់សង្ឃយបទបានដល់អង្គធម៌ពួកក្រោយប៉ុណ្ណោះដូច្នេះសំណួរបទនេះជាបរិបណ្ណបញ្ហាសួរថាម្យ៉ាងទៀតពួកធរណាមានមូលដែលជាអនុបាទិនៈអនុបាទិនិយៈមានពិតពួកធរទាំងអស់នោះជាអនុបាទិនៈអនុបាទិនិយៈមែនទេព្រះអង្គទើបទ្រង់សម្ដែងដោយការលើកយកអនុបាទិនៈអនុបាទិនិយៈចិត្តជារូបដែលកើតឡើងតែក្នុងបញ្ចវោការភូមិដែលជាអង្គធម៌របស់សន្និដ្ឋានបទបានតែមួយបទឡើងមកទុកក្នុងបរិមៈអថតៈមានការបដិសេធសង្ឃយបទសំដោយព្រះប្រាថ្នាអនុបាទិនៈអនុបាទិនិយៈមុដ្ឋានារូបាំងអនុបាទិនៈអនុបាទិនិយៈមូលកាំងៈអនុបាទិនៈអនុបាទិនិយ៉ាងហើយទ្រង់លើកយកលោកតរចិត្ត8ចេតសិក36ដែលជាអង្គធម៌របស់សន្និដ្ឋានបទនិងសង្ឃយបទឡើងមកទៅក្នុងបច្ចមៈកោតសៈមានការបដិសេធសង្ឃយបទសំដោយព្រះសម្រាប់ថាអនុបាទិនៈអនុបាទិនិយ៉ាងអនុបាទិនៈអនុបាទិនិយៈមូលកញ្ចេវៈអនុបាទិនៈអនុបាទិនិយញ្ចៈបទវិសច្ចនីក្នុងអនុឡោមបរិឡោមបច្ឆានេះរូបទេសនាវិសច្ចនីដែលមានលិខិតដោយត្រង់នេះអត់មានដូចមានម្ដងនេះដូចមានខុសឯណានេះណានេះសម្ដែងថាចាប់ផ្ដើមច្បាស់ឡើងនេះណាល្អខ្ញុំល្អ
nó hay này nó chấm nam nó mô lá cả này tầm đấy đôi kia nắng mô lá cả này nó cần là bắt đồ pia prai tại tuổi cái nó ta on thò bị tại chỉ nên đôi kia ta on mong nó chọc mô là cả này nó thật tiết tịch cáo dưỡng lang ấy lang cả nó cả mô lệ và mà cả nó chẳng nó pe lên nó huộc pe là mình pe là huộc pe là huộc pe nó chẳng được phần sanh nhôm nó còn một cái này bồn của sao là nhôm bànก่อสร้างยุคนี้สมเอาเจียปัจจัยการศึกได้จิตทลากนองพระพุทธศาสนารีลางเตาให้เจียปัจจัยดำไปตราดังนจิตขมกให้สมเอาเมียนสุขภาพรึงม้อมกรุบนี้สาธุคนจัดดูมุสลิมการไปกลุ่มนี้จัดหนึ่งจะมีเรียกบางคนอักเนีย